ការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមុនអស់សុពលភាព180ថ្ងៃឬហួសសុពលភាពពុំមានការគិតកម្រៃសេវាទេលោកឧត្តមសេនីយ៍ឯកសាយមេងឈៀងអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានប្រកាសប្រាប់ប្រជាពលរដ្ឋឲ្យដឹងថាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមុនអស់សុពលភាព180ថ្ងៃឬហួសសុពលភាពពុំមានការគិតកម្រៃសេវាទេហើយករណីហួសសុពលភាពក៏ពុំមានការពិន័យដែរជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯកសាយមេងឈៀងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់រានអញ្ជើញទៅបំពេញបែបបទដើម្បីធ្វើថ្មីឲ្យបានទាន់ពេលវេលាជៀសវាងពេលត្រូវការប្រើប្រាស់ទើបទៅធ្វើអាចនឹងជួបបញ្ហាយឺតយ៉ាវឬបញ្ហាប្រឈមផ្សេងចំពោះឯកសារយោងសម្រាប់ធ្វើគឺយកតែអត្តសញ្ញាណប័ណ្ណចាស់តែប៉ុណ្ណោះដែលឡែកចំពោះករណីប្រជាពលរដ្ឋដែលចង់បដូរអាសយដ្ឋានគឺត្រូវភ្ជាប់បន្ថែមសៀវភៅស្នាក់នៅឬសៀវភៅគ្រួសារឬលិខិតបញ្ជាក់ទីលំនៅអាសយដ្ឋានថ្មីចំពោះទីកន្លែងធ្វើគឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ឬអធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌឬស្នងការដ្ឋាននគរបាលរាជធានីខេត្តនៃទីលំនៅឬនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្រោយវត្តនិរោធឬទីស្នាក់ការនៅផ្សារអ៊ីអន2ផ្សារអ៊ីអន3បសសឬទីតាំងចល័តមួយចំនួនទៀតតាមការជូនដំណឹងរបស់សមត្ថកិច្ច